ករណីម្រាមដៃបត់មកក្នុងប៉ុន្តែលាទៅមុខអត់រួចហើយពេលដែលប្រឹងខ្លាំងធ្វើឲ្យឈឺឬភាសាអង់គ្លេសហៅថា trigger finger ករណីដែលរលាកនៅសរសៃពួរធ្វើឲ្យហើមប៉ោងជាងការព្យាបាលគឺយើងអាចពាក់រណបនេះអត់បាត់ត្រូវចាក់ថ្នាំបំបាត់ឈឺបើជំរើសទាំងពីរនេះអត់ដំណើរការល្អទេនៅតែមានបញ្ហានោះជំរើសទី3យើងត្រូវវះពន្លាចេញដោយប្រើតែថ្នាំស្ពឹកប៉ុណ្ណោះបាទសូមអរគុណខ្ញុំបាទវិជ្ជបណ្ឌិតសង្លីខាងផ្នែកឯកទេសកុមារវះកាត់កុមារដែលមានបទពិសោធន៍តាំងពីឆ្នាំ2007ករណីម្រាមដៃបត់មកក្នុងប៉ុន្តែលាទៅមុខអត់រួចហើយពេលដែលប្រឹងខ្លាំងធ្វើឲ្យឈឺឬភាសាអង់គ្លេសហៅថា trigger finger ករណីដែលរលាកនៅសរសៃពួរធ្វើឲ្យហើមប៉ោងជាងការព្យាបាលគឺយើងអាចពាក់រណបនេះអត់បាត់ត្រូវចាក់ថ្នាំបំបាត់ឈឺបើជំរើសទាំងពីរនេះអត់ដំណើរការល្អទេនៅតែមានបញ្ហានោះជំរើសទី3យើងត្រូវវះពន្លាចេញដោយប្រើតែថ្នាំស្ពឹកប៉ុណ្ណោះបាទសូមអរគុណខ្ញុំបាទវិជ្ជបណ្ឌិតសង្លីខាងផ្នែកឯកទេសកុមារវះកាត់កុមារដែលមានបទពិសោធន៍តាំងពីឆ្នាំ2007